សួស្តីបងប្អូនថ្ងៃនេះខ្ញុំចែករំលែកបងប្អូនអំពីការធ្វើសមាធិសម្រាប់បងប្អូនដែលគាត់រៀនធ្វើដំបូងណាអញ្ចឹងខ្ញុំចែករំលែកអំពីគ្រឹះសមាធិដំបូងដែលបងប្អូនដែលធ្លាប់ធ្វើតតែសោះណាចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនតអនុវត្តជាមួយខ្ញុំទាំងអស់គ្នាបើសិនជាយើងមាននិស្ស័យក៏អាចរៀនជាមួយគ្នាចែករំលែកជាមួយគ្នាយល់តែបើសិនជាយើងអត់មាននិស្ស័យក៏ទៅតាមនឹងទៅចាអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាមុនដំបូងបងប្អូនត្រូវពុតខ្លួនពុតប្រាណឲ្យបានស្រួលជាមុនសិនហ្នឹងហើយបន្ទាប់មកបងប្អូនស្លៀកពាក់ឲ្យបានសមរម្យគិតថាខ្លួនឯងហ្នឹងស្លៀកពាក់ទៅយើងអាចអង្គុយពេនភ្នែនហើយយើងអាចស្រួលបាននៅក្នុងខ្លួនរបស់យើងអញ្ចឹងណាចាអញ្ចឹងបងប្អូនចាប់ផ្ដើមរៀបចំសម្រួលអិរិយាបថទាំងអស់ហ្នឹងហើយបងប្អូនចាប់ផ្ដើមរៀបចំតម្រង់ដងខ្លួនឲ្យត្រង់ហ្នឹងមិនមែនឲ្យប្រឹងមិនមែនឲ្យពើងទៅមុខមិនមែនឲ្យប្រឹងឆ្អឹសគឺបងប្អូនតម្រង់ដងខ្លួនឲ្យស្រួលឲ្យត្រង់ទៅតាមដំណើរកុំឲ្យកោងហើយក៏កុំឲ្យប្រឹងពេកនាំឲ្យយើងពិបាកធ្វើការសមាធិដោយប្រការណាមួយមិនបានយូរហើយមិនបានស្រួលអញ្ចឹងបន្ទាប់ពីបងប្អូនតម្រង់ខ្លួនឲ្យបានត្រង់ស្រួលបួលហើយមុខបងប្អូនដាក់ឲ្យត្រង់ទៅមុខកុំអោនពេកកុំងើយពេកកុំប្រឹងធ្វើបែបតាមធម្មជាតិមិនឲ្យយើងប្រឹងទេអញ្ចឹងបងប្អូនចាប់ផ្ដើមលើកជើងស្ដាំដាក់នៅលើភ្នែនជើងឆ្វេងហើយបងប្អូនដាក់ជើងឲ្យត្រូវចំកលាក់ជើងរបស់យើងទើបបងប្អូនអត់មានធ្វើការចុករួយស្ពឹកសពុនអីទេតែបើសិនជាបងប្អូនដាក់អត់ចំអាចធ្វើឲ្យបងប្អូនស្ពឹកអាចធ្វើបងប្អូនសកត់គ្នាទម្ងន់ធ្ងន់មកខាងស្រាលមកខាងធ្វើឲ្យបងប្អូនធ្វើសមាធិអត់បានយូរចាហើយបន្ទាប់មកទៀតបងប្អូនយកដៃឆ្វេងដាក់នៅលើជើងបន្ទាប់មកបងប្អូនយកដៃស្ដាំដាក់ពីលើដៃឆ្វេងហើយមេដៃបងប្អូនប៉ះគ្នាបន្តិចកុំឲ្យទល់មកទំហឹងនាំឲ្យយើងប្រឹងយើងដាក់ឲ្យទល់គ្នាបន្តិចទៅបានហើយបន្ទាប់មកទៀតបងប្អូនចាប់ផ្ដើមធ្វើការបិទភ្នែកថ្នមមួយចឹងទៅបន្ទន់តបកភ្នែកលើដាក់នៅលើតបកភ្នែកក្រោមហើយបន្ទាប់មកទៀតបងប្អូនបិទភ្នែករួចរាល់ហើយបងប្អូនចាប់ផ្ដើមដកដង្ហើមចេញមួយដកដង្ហើមចូលមួយដកដង្ហើមចេញមួយធ្វើឲ្យគ្រប់3ដងណាបងប្អូនបន្ទាប់មកបងប្អូនប្រឡែងខ្យល់ដង្ហើមនឹងឲ្យអស់ហើយបងប្អូនដកដង្ហើមធម្មតាអញ្ចឹងខ្ញុំធ្វើរបៀបដកដង្ហើមចេញចូលមួយឲ្យគ្រប់3ដងហ្នឹងគឺធ្វើបែបយើងដកដង្ហើមចូលចាយើងដកដង្ហើម3ដងចេញចូលបែបនេះហើយបន្ទាប់មកយើងបន្លែងខ្យល់ដង្ហើមឲ្យអស់យើងប្រឡែងខ្យល់ដង្ហើមឲ្យអស់ហើយបន្ទាប់មកបងប្អូនចាប់ផ្ដើមដកដង្ហើមបែបធម្មតាអត់ប្រឹងទេបែបធម្មជាតិដកចេញធម្មតាដកចូលធម្មតាហើយបងប្អូនប្រឡែងខ្យល់ដង្ហើមនេះបែបធម្មជាតិហើយបងប្អូនត្រូវយកស្មារតីសតិស្មារតីបងប្អូនរក្សាឲ្យនឹងផ្ដោតនៅលើខ្យល់ដង្ហើមចេញដង្ហើមចូលបងប្អូនដាក់នៅលើរឹមបបោមាត់បងប្អូនខាងលើហ្នឹងផ្ចង់ស្មារតីផ្ដោតនៅលើខ្យល់ដង្ហើមហ្នឹងដាក់នៅលើរឹមបបោមាត់បងប្អូនខាងលើបន្ទាប់មកបងប្អូនចាប់ផ្ដើមរាប់ពី1រហូតដល់10បងប្អូនចាប់ផ្ដើមរាប់
មួយពីរបីបួនប្រាំ6 7 8 9 10 បន្ទាប់មកបងប្អូនប្រឡែងចោលហើយបងប្អូនចាប់ផ្ដើមរាប់ពី1រហូតដល់10ម្ដងទៀតធ្វើយ៉ាងណាឲ្យអារម្មណ៍របស់បងប្អូនផ្ដោតនៅលើអ្វីដែលបងប្អូនបានអនុវត្តដោយខ្ញុំបានប្រាប់នឹងទៅហើយការរាប់នឹងមិនមែនរាប់សំឡេងឲ្យលឺដូចខ្ញុំទេគឺរាប់នៅក្នុងសតិរាប់នៅក្នុងអារម្មណ៍រាប់នៅក្នុងខ្យល់អត់ឲ្យបងប្អូនបញ្ចេញសំឡេងធ្វើកាយវិការអីទាំងអស់គឺរាប់នៅក្នុងចិត្តរាប់នៅក្នុងសតិរាប់នៅក្នុងខ្យល់ដូច្នេះហើយបងប្អូននឹងចាប់ផ្ដើមដកដង្ហើមចេញចូលផ្ដោតនៅលើរឹមមេមាត់ខាងលើហ្នឹងយកខ្យល់ដង្ហើមហ្នឹងផ្ដោតចេញចូលប្រសិនបើបងប្អូនមានអាការៈដូចជារមាស់នេះរមាស់នោះចង់ឲ្យបងប្អូនរើបងប្អូនកុំព្យាយាមផ្ដោតលើវាបងប្អូនព្យាយាមផ្ដោតទៅលើខ្យល់ដង្ហើមចេញចូលរាប់ពី1រហូតដល់10ទៅវិញទៅមកហ្នឹងទៅហើយបលែងភាពតាមតឹងនោះទៅអស់ទៅតាមខ្យល់ហ្នឹងទៅបងប្អូនបលែងឲ្យអស់ទៅហើយបងប្អូនធ្វើរបៀបនេះជារៀងរាល់ថ្ងៃបងប្អូននឹងកាត់បន្ថយរាល់ភាពស្មុគស្មាញតបប្រមល់អារម្មណ៍ stress ទាំងឡាយទាំងពួងនឹងចោលម្ដងបន្តិចបងប្អូននឹងបានធូរស្រាលផ្លូវចិត្តការសមាធិនេះគឺធ្វើការសម្អាតចិត្តនិងពង្រឹងផ្លូវចិត្តនឹងឯងអញ្ចឹងការធ្វើសមាធិនឹងជួយច្រើនសម្រាប់ផ្លូវចិត្តដូច្នេះបងប្អូនព្យាយាមធ្វើជារៀងរាល់ថ្ងៃបងប្អូននឹងទទួលបាននូវសមិទ្ធផលការធ្វើសមាធិនឹងទៅតាមធរៈវេលារបស់បងប្អូនអាចធ្វើបានត្រឹម10នាទី20នាទី30នាទីទៅ1ម៉ោងទៅតាមបងប្អូនអាចធ្វើទៅបានដូច្នេះបើសិនជាបងប្អូនធ្វើដំបូងខ្ញុំគិតថាប្រហែលជាមិនបាន10នាទីទេតែបើសិនជាបងប្អូនអាចធ្វើបានត្រឹម5នាទីល្អឬក៏បងប្អូនអាចធ្វើទៅដល់10នាទី20នាទីរឹតតែល្អទៀតតែអ្វីសំខាន់គឺបងប្អូនផ្ដោតទៅលើខ្យល់ដង្ហើមចេញចូលតែប៉ុណ្ណោះនេះគឺជាគ្រឹះសមាធិរបស់អាបាណាសតិដូច្នេះហើយបងប្អូនគឺផ្ដោតទៅលើខ្យល់ដង្ហើមតែមួយមុខគត់តែប៉ុណ្ណោះការធ្វើសមាធិនេះលាងសម្អាតផ្លូវចិត្តបងប្អូនឲ្យបងប្អូនមានផ្លូវចិត្តរឹងមាំម្ដងបន្តិចដូច្នេះហើយបងប្អូនចូលធ្វើដកដង្ហើមចេញដកដង្ហើមចូលទៅតាមសម្រួលបើសិនជាបងប្អូនមានអារម្មណ៍ថាចុករួយឬក៏ស្ពឹកស្ពន់បងប្អូនចូលប្រឡែងខ្យល់ដង្ហើមហើយព្យាយាមរើបន្តិចម្ដងដើម្បីឲ្យខ្លួនបងប្អូនដែលស្ពឹកស្ពន់នឹងបានធូរស្រាលប៉ុន្តែបងប្អូនមិនត្រូវរើជាញឹកញាប់ងាករើទេបងប្អូនត្រូវតែធ្វើតែម្ដងតែប៉ុណ្ណោះកុំធ្វើញឹកញាប់ពេកហើយបន្ទាប់មកបងប្អូនត្រឡប់មកផ្ដោតនៅលើខ្យល់ដង្ហើមចេញចូលសាជាថ្មីរាប់ពី1រហូតដល់10ម្ដងទៀតបើសិនជាបងប្អូនរមាស់កន្លែងនេះរមាស់កន្លែងនោះបងប្អូនសូមកុំផ្ដោតអារម្មណ៍ទៅលើរឿងរ៉ាវទាំងអស់នោះពីព្រោះរឿងរ៉ាវទាំងអស់នោះវាជាផលនិងភាពរំខានមកដល់យើងដូច្នេះយើងកុំផ្ដោតទៅលើវាយើងផ្ដោតទៅលើខ្យល់ដង្ហើមចេញចូលប្រឡែងខ្យល់ឲ្យអស់បងប្អូននឹងស្រួលខ្លួនបងប្អូននឹងលែងចាប់អារម្មណ៍ទៅលើសរីរាង្គកាយដែលមករំខានទាំងអស់នោះហើយអ្វីដែលសំខាន់បំផុតគឺបងប្អូនផ្ដោតទៅលើខ្យល់ដង្ហើមបងប្អូនដោយស្នាមញញឹមប្រឡែងទុកសោករឿងរ៉ាវទាំងឡាយទាំងពួងកាតព្វកិច្ចការងារដែលបានបំពេញមួយថ្ងៃនោះគឺយើងប្រឡែងចោលឲ្យអស់ទៅមួយរយៈសិនទៅហើយយើងផ្ដោតទៅលើការគិតធ្វើសមាធិនេះ
ការថែផ្លូវចិត្តមួយនេះសម្រាប់ខ្លួនឯងរយៈពេលត្រឹមតែ 4-5 នាទីទៅ10 នាទី20 នាទីសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃអញ្ចឹងព្យាយាមមើលថែខ្លួនឯងឲ្យបាន10-20 នាទីនេះគឺបងប្អូនខ្លាចទៅជាមនុស្សដែលមានផ្លូវចិត្តរឹងមាំស្ដារអំពីបញ្ហាបាក់ទឹកចិត្តស្ដារឡើងវិញអំពីភាពឆេវឆាវក្រេវក្រោធខឹងស្អប់គំនុំគុំគួននិងត្រឡប់ឲ្យបងប្អូនបានធូរស្រាលប្រសើរនៅក្នុងចិត្តត្រឡប់មកវិញដូច្នេះការធ្វើសមាធិរយៈពេលដែលបងប្អូនចំណាយពេលខ្លីនេះបងប្អូននឹងទទួលបាននៅសមិទ្ធផលជាក់ជាមិនខានពីព្រោះការសមាធិនេះផ្ដល់នៅអត្ថប្រយោជន៍សម្រាប់ផ្លូវចិត្តសុខភាពរាងកាយសុខភាពផ្លូវចិត្តថែផ្លូវចិត្តឲ្យបងប្អូនមានសុខភាពល្អដូច្នេះបងប្អូនចូលផ្ដោតទៅលើខ្យល់ដង្ហើមចេញចូលឲ្យបានធូរស្រាលនៅក្នុងចិត្តដោយផ្ដោតនៅលើខ្យល់ដង្ហើមដកចេញចូលមួយបងប្អូនចង់ចាក់ចេញពីការសមាធិសូមបងប្អូនថយនៅការសមាធិត្រឡប់មកវិញដោយបងប្អូនដកដង្ហើមចូលឲ្យបាន3 ដងមួយដកដង្ហើមចេញមួយឲ្យគ្រប់3 ដងបន្ទាប់មកបងប្អូនប្រឡែងថយនៅការសមាធិត្រឡប់មកវិញបងប្អូនយកសតិដាក់នៅលើភ្នែករបស់បងប្អូនបន្ទាប់មកបងប្អូនយកសតិដាក់នៅលើកញ្ចឹងករបស់បងប្អូនបន្ទាប់មកទៀតបងប្អូនយកសតិដាក់នៅលើដើមទ្រូងរបស់បងប្អូនបន្ទាប់មកបងប្អូនយកសតិដាក់នៅលើចង្កេះរបស់បងប្អូនបន្ទាប់មកទៀតបងប្អូនយកសតិរបស់បងប្អូនដាក់លើជង្គង់បន្ទាប់មកទៀតបងប្អូនដកសតិបងប្អូនដាក់នៅលើកជើងបន្ទាប់មកទៀតបងប្អូនដកសតិបងប្អូនដាក់នៅលើចុងម្រាមជើងហើយបងប្អូនដកសតិចេញពីម្រាមជើងបលែងចោលទៅទាំងអស់បន្ទាប់មកបងប្អូនយកសតិរបស់បងប្អូនចូលនៅក្នុងខ្លួនវិញហើយគិតក្នុងចិត្តថារឿងរ៉ាវទាំងអស់សូមឲ្យចាកចេញពីក្នុងខ្លួនរបស់ខ្ញុំទៅឲ្យអស់នៅវេលាថ្ងៃនេះផងចុះហើយបន្ទាប់មកទៀតបងប្អូនបើកភ្នែកបន្តិចម្ដងហើយបងប្អូនញីបាតដៃឲ្យរាងក្តៅអ៊ុនហើយបងប្អូនយកមកដាក់នៅលើផ្ទៃមុខហើយបងប្អូនដកដៃនឹងហើយក៏អញញឹមលើកដៃសាពះហើយបងប្អូននិយាយថាថ្ងៃនេះខ្ញុំបានធ្វើសមាធិសម្រាប់ខ្លួនរបស់ខ្ញុំរយៈពេលខ្លីនេះដូច្នេះសូមឲ្យការសមាធិនេះឲ្យខ្ញុំបានរសាយធូរស្បើយនៅក្នុងចិត្តសូមឲ្យការសមាធិនេះបានទៅដល់សពសត្វទាំងឡាយទាំងពួងសូមឲ្យសមាធិនេះបានទៅដល់ម្ចាស់កម្មពីវិរិយទាំងឡាយទាំងពួងសូមឲ្យធ្វើការសមាធិនេះបានទៅដល់យាយតាទាំងឡាយទាំងពួងទេវតាទាំងឡាយទាំងពួង
សូមឲ្យការសមាធិរយៈពេលខ្លីនេះសូមឲ្យខ្ញុំបានសេចក្តីសុខរួចផុតចាកទុក្ខសូមឲ្យសពសត្វទាំងឡាយបានដល់នូវសេចក្តីសុខរួចផុតចាកទុក្ខបុព្វការីជនដែលបានបាក់បែកចែកឋានទៅសូមលោកមកទទួលយកបុណ្យកុសលដែលកើតឡើងអំពីការសមាធិរយៈពេលខ្លីរបស់ខ្ញុំនេះសូមឲ្យលោកទទួលបានដល់នូវសេចក្តីសុខរួចផុតចាកទុក្ខសូមឲ្យទេវតាទាំងឡាយមកទទួលយកបុណ្យកុសលដែលកើតឡើងអំពីការសមាធិរបស់ខ្ញុំនេះសូមឲ្យទេវតាទាំងឡាយទទួលបាននូវបុណ្យកុសលអំពីខ្ញុំផងចុះសូមឲ្យដួងវិញ្ញាណទាំងឡាយទាំងពួងទទួលបាននូវចំណែកបុណ្យកុសលអំពីខ្ញុំដែលបានកើតឡើងដោយការធ្វើសមាធិនេះផងចុះសូមឲ្យសពសត្វទាំងឡាយបានដល់នូវសេចក្តីសុខសូមឲ្យសត្វទាំងឡាយរួចផុតចាកទុក្ខកុំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនា